ព័ត៌មានពីប្រទេសលោកខាងលិចបានឲ្យដឹងថាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមបកនៃបកកុម្មុយនីសចិនឧត្តមសេនីយ៍ Zhang Yuxia និងសមាជិកម្នាក់ទៀតក្នុងគណៈកម្មការយោធាមជ្ឈិមគឺឧត្តមសេនីយ៍ Liu Zhenli ត្រូវបានចោទថាបានបញ្ជូនកងទ័ពមួយក្រុមក្នុងចំនួន100នាក់ឬច្រើនជាងនេះទៅកាន់សន្តាគារ Yinji របស់រដ្ឋាភិបាលដែលស្ថិតនៅភាគខាងលិចនៃទីក្រុងប៉េកាំងដែលនៅទីនោះក្រុមកម្លាំងបះបោរមានផែនការចាប់ខ្លួនលោកប្រធានាធិបតី Xi Jinping ដែលគេថាប៉ុនប៉ងធ្វើរដ្ឋប្រហារទោះជាយ៉ាងណាក្តីផែនការផ្ដួលរំលំលោក Xi និងការបាញ់ប្រហារគ្នានៅទីក្រុងប៉េកាំងបានផ្ទុះឡើងកាលពីល្ងាចថ្ងៃទី18ខែមករាឆ្នាំ2026គឺជាផែនការធ្វើរដ្ឋប្រហារទម្លាក់លោក Xi ខណៈដែលលោក Xi កំពុងស្នាក់នៅសន្តាគារ Jingxi ដែលស្ថិតនៅភាគខាងលិចទីក្រុងប៉េកាំងប៉ុន្តែជាអកុសលផែនការនោះត្រូវបានលេចធ្លាយប្រហែល2ឬ3ម៉ោងមុនពេលកម្លាំងរដ្ឋប្រហារចាប់ផ្ដើមធ្វើសកម្មភាពចាប់ខ្លួនលោក Xi Jinping ដោយទទួលបានព័ត៌មានសម្ងាត់ភ្លាមលោក Xi បានចាកចេញពីសន្តាគារ Jingxi ហើយបានបើកការវាយប្រហារតបតដោយសម្ងាត់ដើម្បីចាប់ខ្លួនលោក Zhang Yuxia និង Liu Zhenli ដែលអ្នកទាំងពីរអាចមិនដឹងថាផែនការនេះត្រូវបានបែកធ្លាយទៅដល់ដៃលោក Xi លោក Xi បានបញ្ជាទៅកាន់ឧត្តមសេនីយ៍ Chao Yi ប្រធានការិយាល័យកងសន្តិសុខបកកុម្មុយនីសចិនឲ្យបើកការវាយឆ្មក់ទៅលើកងកម្លាំងឧត្តមសេនីយ៍ Zhang Yuxia និងលោក Liu Zhenli នៅពេលដែលកម្លាំងទាំងពីរប៉ះទង្គិចគ្នានៅសន្តាគារ Jingxi នៅខណៈនោះការបាញ់ប្រហារមួយបានផ្ទុះឡើងរវាងកងកម្លាំងឧត្តមសេនីយ៍ Zhang Yuxia និងអង្គភាពសន្តិសុខដែលស្មោះត្រង់នឹងលោក Xi Jinping យោងតាមប្រភពព័ត៌មានអង្គរៈជិតស្និទ្ធរបស់លោក Xi ចំនួន9នាក់ត្រូវបានស្លាប់ហើយជាមួយគ្នានេះកងអង្គរៈរបស់លោក Zhang Yuxia រាប់សិបនាក់ក៏ត្រូវបានបាញ់ស្លាប់ដែរបន្ទាប់ពីរត់គេចពីការវាយប្រហារលោក Xi Jinping បានបញ្ជាឲ្យចាប់ខ្លួនលោក Zhang Yuxia និងលោក Liu Zhenli ភ្លាមៗព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនអ្នកទៀតនៅទូទាំងប្រទេសចិនត្រូវបានគេដឹងថាកងទ័ពបះបោរក្រោមបង្គាប់ឧត្តមសេនីយ៍ Zhang Yuxia ត្រូវបានហាមឃាត់ខ្លួននិងមន្ត្រីពាក់ព័ន្ធត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជារដ្ឋប្រហារដែលត្រូវបានគេបង្ហោះពាសពេញបណ្ដាញអ៊ីនធឺណិតក្នុងរយៈពេលប្រមាណម៉ោងកន្លងមកនេះប្រសិនបើរឿងនេះវាជាការពិតវានឹងក្លាយជារឿងអាស្រូវយោធាគួរឲ្យអាម៉ាស់បំផុតចាប់តាំងពីការស្លាប់នៃមេបញ្ជាការកងទ័ពរបស់ប្រធានម៉ៅសេទុងគឺឧត្តមសេនីយ៍ Lin Biao ក្នុងឆ្នាំ1972បន្ទាប់ពីបានប៉ុនប៉ងធ្វើឃាតសមមិត្តម៉ៅសេទុងមិនបានសម្រេចដោយមិនបញ្ជាក់យ៉ាងច្បាស់លាស់អំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារឬយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឲ្យដឹងថាឧត្តមសេនីយ៍ Zhang Yuxia និងសមាជិកម្នាក់ទៀតនៃគណៈកម្មការយោធាកណ្ដាលគឺលោក Liu Zhenli ត្រូវបានចាប់ខ្លួនអំពីបទរំលោភវិន័យនិងបំពានច្បាប់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរប្រទេសចិនត្រូវបានគេដឹងថាកំពុងជួបប្រទះនៅបញ្ហាអំពើពុករលួយនៅពេលដែលលោក Xi Jinping ឡើងកាន់អំណាចទោះជាយ៉ាងណាក្តីលោក Xi ខ្លួនលោកផ្ទាល់ក៏ត្រូវបានចោទប្រកាន់ថាបានប្រើយុទ្ធនាការប្រឆាំងអំពើពុករលួយដើម្បីបង្កើនអំណាចផ្ទាល់ខ្លួននិងកំទេចគូប្រជែងដែលមានឥទ្ធិពលដែរកន្លងមកមន្ត្រីជាន់ខ្ពស់ក្នុងជួរបកកុម្មុយនីសរួមទាំងរដ្ឋមន្ត្រីការពារជាតិនាយករដ្ឋមន្ត្រីត្រូវបានដកហូតតំណែងដែលគេថាសុទ្ធតែជាការកម្ចាត់គូប្រជែងនយោបាយឬមន្ត្រីរដ្ឋាភិបាលណាដែលមិនបង្ហាញភាពស្មោះត្រង់ពេញលេញចំពោះលោក Xi ព្រឹត្តិការណ៍នេះបង្ហាញថាការត្រួតពិនិត្យអំណាចនិងការគ្រប់គ្រងយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយកំពុងក្លាយជាឧបករណ៍នយោបាយដ៏មានឥទ្ធិពលដើម្បីរក្សាអំណាចកំពូលរបស់លោក Xi សម្រាប់ច្រើនឆ្នាំទៅមុខទៀតជាមួយគ្នានេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងកាសែត American The Wall Street Journal ឧត្តមសេនីយ៍កំពូលនៃប្រទេសចិនទាំងពីររូបត្រូវបានចាប់ខ្លួនបានហើយពួកគាត់ក៏ត្រូវបានចោទប្រកាន់ពីបទលេចធ្លាយអាតកំបាំងនុយក្លេអ៊ែរទៅសហរដ្ឋអាមេរិកក្រសួងការពារជាតិប្រទេសចិនកំពុងប្រឈមមុខនឹងការត្រួតពិនិត្យឡើងវិញបន្ទាប់ពីមានសេចក្តីរាយការណ៍ថាមន្ត្រីយោធាជាន់ខ្ពស់ពីររូបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតលើការចោទប្រកាន់អំពីបទផ្ដល់ព័ត៌មានអំពីអាវុធនុយក្លេអ៊ែរដល់សហរដ្ឋអាមេរិកឧត្តមសេនីយ៍ទាំងពីររូបអាចប្រឈមមុខនឹងទោសក្បត់ជាតិប្រសិនបើមានកំហុសដោយការចោទប្រកាន់មែន